ដល់ខែតំពាំងបាយជូរហើយបងប្អូនអើយនិយាយថាជាមួយទឹកប្រហុកនេះជាតិម៉ែអាជាតិហ្មងអាគ្នាឆ្ងាញ់ណាស់បងប្អូនអើយនិយាយថាខ្ញុំជាមួយយ៉ាដាក់យកហើយអាហ្នឹងគឺអត់រមើអត់អីទេបងប្អូនវាកាត់មាត់យើងតិចទេបងប្អូនហើយនេះក៏យើងលីងម្ទេសលីងអីបុកអញ្ចឹងណាបងប្អូននិយាយទៅថ្ងៃនេះចង់បែបលីងម្ទេសអញ្ចឹងណាបងប្អូនពេលយើងលីងម្ទេសអញ្ចឹងគឺវាប្លែកមាត់បងប្អូនព្រោះអីយើងបុកម្ទេសស្រស់បុកអីរាល់ដងបងប្អូននិយាយបុកលឹងធុញហើយអញ្ចឹងយើងលីងម្ដងអញ្ចឹងណាបងប្អូនហើយនេះក៏យើងបុកមកគ្នានិយាយថាយើងបុកម្ទេសបុកអីមុនមកចាំយើងដាក់ប្រហុកដាក់អីចូលអញ្ចឹងណាបងប្អូនដឹងហើយជាតិរយយ៉ាល់ទៀតហើយបងប្អូនអើយថ្ងៃនេះដល់ស្រក់ទឹកមាត់ច្រោកទៀតហើយអ្នកមើលនឹងហាមជេរខ្ញុំហាមខឹងខ្ញុំបងប្អូននិយាយទៅថ្ងៃនេះគឺធ្វើបែបស្រក់ទឹកមាត់ពីលើមាត់ចេញទៅក្រោមដីហ្នឹងបងប្អូនហើយទឹកប្រហុកយើងបែបនិយាយថាទំនងសាហាវហើយបងប្អូនអើយនិយាយថាខ្ញុំឲ្យទៅបុករឿងជូររឿងអីគឺទុកចិត្តលើខ្ញុំតើបងប្អូននិយាយទៅជួយចិត្តបុកទឹកប្រហុកជួយចិត្តបុកអីចឹងណាបងប្អូននេះខ្ញុំជាមួយយ៉ាមុំទៅជឿជាក់នៅផ្ទះជឿជាក់អីណៃហើយនេះគឺខ្ញុំចាញ់ទៅបងប្អូននិយាយពីទេសភាពខេត្តភាសាអញ្ចឹងវិញអូយស្អាតស្អាតបងប្អូនបើភ្នំវិញខៀវហ្មងបងប្អូនហើយនេះខ្ញុំជាមួយយ៉ាជិះម៉ូតូមក3នាក់បងប្អូននិយាយទៅមកស៊ូចផងមកអីចឹងណាបងប្អូនហើយមើលនិយាយថាបាយជូរយើងនេះនិយាយទៅខ្ចីល្អខ្លាំងមែនទែនហើយនេះបើយើងយកទៅត្រាំយកទៅអីញ៉ាំមកនិយាយថាជាតិ100យ៉ាល់មួយទៀតចឹងណាបងប្អូនហើយនេះក៏យ៉ាចាប់ផ្ដើមកាច់អាខ្ចីកាច់អីបងប្អូនពិសេសអាក្តឹបទូចឹងហ្នឹងទៀតគឺឆ្ងាញ់អស្ចារ្យបងប្អូនជាមួយទឹកប្រហុកនិយាយទៅស្រួយខ្ញោកបងប្អូនហើយអាប៉ុណ្ណឹងក៏យើងយកទៅត្រាំក៏ឆ្ងាញ់ដល់គ្នាទៅត្រាំផ្លាសេផ្លាអីជាពេលចេញពីទូទឹកកកវិញជាតិសាហាវបងប្អូនគ្នាហើយនេះយ៉ាកំពុងតែហូបបងប្អូនអូនិយាយថាដាក់ទឹកប្រហុកពីលើចឹងមកបងប្អូនអូនិយាយថាជាតិសាហាវអញ្ចឹងណានិយាយទៅមិនបាច់ចាំលាងទឹកលាងអីទេព្រោះអីវានៅលើដើមទេខ្លាចនៅទីដីបងប្អូនបានយើងលាងទឹកអញ្ចឹងណាហើយនេះយ៉ាហូបឲ្យបងប្អូនអូនិយាយថាពេលយើងហូបអញ្ចឹងស្រួយខ្ញោកមកគេនិយាយថាឃើញឲ្យស្រក់ទឹកមាត់2គីឡូ3គីឡូហើយបងប្អូនឆ្ងាញ់ចាអូយនិយាយថាជាតិមែនតែនហ្មងបងប្អូនអូយនិយាយថាស្រួយខ្ញោកអ្នកមើលក៏ស្រក់ទឹកមាត់ដែរមែនអត់និយាយទៅដោយសារតែឆ្ងាញ់ពេកអូនិយាយថាណាគេក៏ស្រក់ទឹកមាត់ដែរជាមួយតំពាំងបាយជូរព្រៃហ្នឹងបងប្អូនអើយហើយអាហ្នឹងយើងអាចយកទៅត្រាំស្រាបានទេបងប្អូននិយាយទៅពេលវាទុំណាបងប្អូនគ្នាបើនិយាយពីអាត្រុកវិញកំណយបងប្អូននិយាយថាវាដាក់យកដែរអញ្ចឹងណានិយាយជាតិសាហាវបងប្អូនអរគ្នាហើយបងប្អូនធ្លាប់ញ៉ាំមិនដឹងថានឹងឆ្ងាញ់ប៉ុណ្ណាបងប្អូនហើយមកផ្លែនិយាយថាផ្លែទាំងចកោមហ្មងតែ10000រៀលទេបងប្អូននិយាយថាឆ្ងាញ់ណាស់បងប្អូនអើយយើងយកទៅធ្វើជូរញ៉ាំបានដែរបងប្អូនឆ្ងាញ់មកគ្នាអញ្ចឹងបងប្អូនអាចទិញនឹងខ្ញុំក៏បានដែរទិញតាមเพจដែលខ្ញុំផុសហ្នឹងបងប្អូនអត់ត្រូវឆ្ងាញ់ហ្នឹង